ស្ដីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពី posting account របស់ Fujifilm ដែលចូលទៅកាន់គណនីរំលោះរបស់ Fujifilm ដំបូងឡើយយើងចូលទៅលើ menu accounting បន្ទាប់មកយើងចូលទៅកាន់ Fujifilm ឥឡូវនេះគឺយើងបានចូលមកដល់ទីតាំងរបស់ Fujifilm ហើយបន្ទាប់មកយើងធ្វើការ click ទៅលើប៊ូតុង posting account ដែលនៅខាងស្ដាំដៃឥឡូវនេះគឺយើងបានចូលមកដល់ទីតាំងរបស់គណនីរំលោះ Fujifilm ហើយយើងអាច search តាមរយៈឈ្មោះ Fujifilm យើងអាច search តាមប្រភេទ Fujifilm យើងអាច search តាមរយៈថ្ងៃរបស់ Fujifilm ដែលត្រូវបង់ប្រាក់សំទោសដែលត្រូវបង់រំលោះយើងអាច search តាមរយៈឈ្មោះអ្នកប្រើប្រាស់ដែលបានចុះចូល Fujifilm យើងអាច search តាមប្រភេទ currency ដែល Fujifilm ជាប្រភេទសាច់ប្រាក់ដុល្លារឬមួយក៏ជាប្រភេទសាច់ប្រាក់ជារៀលបន្ទាប់មកយើង click ទៅលើប៊ូតុង search ហើយវានឹងបង្ហាញ result នៅខាងក្រោមហើយដើម្បីធ្វើការរំលោះ Fujifilm យើងធ្វើការជ្រើសរើស asset ណាមួយដែលត្រូវរំលោះបន្ទាប់មកយើង click ទៅលើប៊ូតុង action បន្ទាប់មកទៀតយើងធ្វើការ click ទៅលើប៊ូតុង AV Post បន្ទាប់មកយើងធ្វើការបញ្ចូល description របស់ Fujifilm បន្ទាប់មកទៀតយើងធ្វើការ click ទៅលើប៊ូតុង OK ពេលនោះវានឹងធ្វើការរំលោះទៅលើ Fujifilm ហើយការរំលោះរបស់ Fujifilm គឺវានឹងចុះចូលទៅជាចំណាយនៅក្នុង accounting